អូខេសួស្តីអ្នកទាំងអស់គ្នាបាទឥឡូវយើងថ្ងៃនេះគឺខ្ញុំបាទធ្វើវីដេអូពាក់ព័ន្ធទៅនឹងរបៀបចូលទាញយក PayPal statement បាទដើម្បីទៅ verify document ជាមួយនឹងFacebook បាទព្រោះឯ Facebook គ្រប់ Facebook page ឲ្យតែអ្នករលួយគឺសុទ្ធតែ verify ជាមួយនឹងអឺ bank statement បាទអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំបាទបង្ហាញពាក្យព័ន្ធទៅនឹង PayPal statement អូខេអញ្ចឹង step first ខ្ញុំបងប្អូនអរគ្នាចូលពាក្យថា activity បាទចូលពាក្យ activity ហើយចុចពាក្យថា all transaction បាទ all transaction បាទចុចនៅលើនឹងមកបន្ទាប់មកវានាំយើងមកកន្លែងនេះបាទហើយបន្ទាប់មកទៀតគឺបងប្អូនអរគ្នាចុចពាក្យសញ្ញា download ណាបាទចុចពាក្យសញ្ញា download បាទឥឡូវគឺវាទាញយើងចូលមកកន្លែងនេះហើយបាទចូលមកកន្លែង bank statement ខ្ញុំបាទចង់បញ្ជាក់ជូនដល់បងប្អូនអរគ្នាថាគ្រប់ Facebook page រលួយគឺសុទ្ធតែ verify document ទាំងអស់តែម្ដង Facebook គឺវាបាក់ត្រង់ហ្នឹងបាទអត់ដូច YouTube ទេ YouTube គឺវាឲ្យយើង verify តាក់ញនប័ណ្ណហើយវាផ្ញើ pin code ដាក់3ធនាគារវាបាញ់លុយចូលតែម្ដងប៉ុន្តែ Facebook រញ៉េរញ៉ៃតិចបាទប៉ុន្តែវាមិនមែនជាបញ្ហាឧបសគ្គអីទេបងប្អូនបាទបាទតើឥឡូវយើងបន្តមកទៀតបាទបងប្អូនអរគ្នាបន្ទាប់ចូលមកដល់កន្លែងនេះហើយគឺបងប្អូនអរគ្នាចុចយកពាក្យថា format ហើយបន្ទាប់មកបងប្អូនអរគ្នាចុចពាក្យថា PDF បាទយើង save ជា PDF បាទយើង save ជា PDF បាទអូខេបន្តទៀតគឺបងប្អូនអរគ្នាចូលកន្លែង transaction type បាទកន្លែង transaction type ចឹងបងប្អូនអរគ្នាចូលពាក្យ all transaction បាទយើងចូលពាក្យថា all ណាបាទ all transaction អូខេបន្តទៀតគឺកន្លែង today អញ្ចឹងយើងយករបាយការណ៍ទិន្នន័យ6ខែចុងក្រោយក៏បានយកទិន្នន័យ3ខែចុងក្រោយក៏បានដែរបាទអញ្ចឹងយកទិន្នន័យ3ខែហ្នឹងទៅបាទអញ្ចឹងយើងចុចពាក្យថា create report បាទចុចពាក្យថា create report បាទហើយឥឡូវគឺវាកំពុងតែប្រតិបត្តិការហើយបាទវាកំពុងតែប្រតិបត្តិការបាទកំពុងប្រតិបត្តិការរឿងហ្នឹងបាទយើងរងចាំបន្តិចបងប្អូនអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់បានPayPal account សម្រាប់ទទួលលុយពីក្រៅប្រទេសបាទបងប្អូនទាំងអស់គ្នាមានបញ្ហាទៅដល់នឹង PayPal អីអាចទាក់ទងមកខ្ញុំបាទបានខ្ញុំបាទនឹងជួយដោះស្រាយជូនដល់បងប្អូនទាំងអស់គ្នាណាបាទព្រោះឯ account PayPal គឺវាទទួលលុយពី Facebook វាស្រួលត្រង់ថាយើងបាន$25គឺវាបាញ់ចូលខុសយើងបាទបើបែងធនាគារខ្មែរយើងទាល់តែបាន$100ទើបវាធ្លាក់ចូលកងយើងបាទអញ្ចឹង PayPal គឺបងប្អូនអរគ្នាយកទៅប្រើប្រាស់ដើម្បីដកលុយពីហ្គេមក៏បានបាទដកលុយពីកម្មវិធីផ្សេងៗពីអន្តរជាតិបាទជាពិសេសគឺរលួយតាម Facebook អីជាដើមអញ្ចឹងណាឬក៏ app ផ្សេងៗអញ្ចឹងល្អបាទសម្រាប់យើងទទួលលុយពីក្រៅប្រទេសបាទឥឡូវយើងរងចាំបន្តិចសិនណាបងប្អូនរងចាំបន្តិចបាទវិស័យវាកំពុងតែប្រតិបត្តិការឲ្យយើងបាទអញ្ចឹងវាបង្កើតទិន្នន័យឲ្យយើងរបាយការណ៍ឲ្យយើងបាទនៅបន្ទាប់ពីយើងបានរបាយការណ៍ទាំងអស់នេះគឺយើងទៅ verify document ជាមួយនឹង Facebook បាទខាង Facebook វាទាមទារអានេះគឺខ្ញុំបាទគ្រាន់តែចង់បង្ហាញទៅដល់នឹងរបៀបចូលទៅមើលរបៀបទាញយក PayPal statement ហ្នឹងបងប្អូនណាបាទ PayPal statement បាទឥឡូវវាកំពុងតែ in progress បងប្អូនវាអត់ទាន់រួចរាល់ទេបាទអត់ទាន់រួចរាល់ទេវាដំណើរការវាម៉ាស៊ីនវាកំពុងដំណើរការឲ្យយើងណាបាទមិនមែនយើងដាក់ភ្លាមបានភ្លាមបងប្អូនបាទគឺយើងត្រូវរងចាំតិចសិនអញ្ចឹងណាបាទ
ខេឥឡូវគឺយើងរងចាំបន្ទាប់ពីយើងរងចាំឲ្យវាចេញពាក្យថា download រួចហើយគឺយើងចុចពាក្យថា download ទៅបងប្អូនបាទចុចពាក្យថា download មកបាទឥឡូវយើងចុចពាក្យថា download រួចទៅហើយបាទអញ្ចឹងខ្ញុំបាទទាញយករួចហើយណាឥឡូវយើងបើកមើលបាទឥឡូវខ្ញុំបាទកំពុងតែបើកមើលជូនបងប្អូនអរគ្នាណាបាទវារៀងគៀងតិចបងប្អូនណាបាទរៀងគៀងតិចគឺកំពុងដំណើរការណាបាទអូខេនេះគឺ file ដែលខ្ញុំបាទបានទាញយកមិញឥឡូវចុចមើលបាទចុចមើលទៅនឹងរបាយការណ៍3ខែចុងក្រោយណាបាទអញ្ចឹងបងប្អូនអរគ្នាយកអាហ្នឹងទៅ upload ជាមួយនឹង bank statement របស់ក្រុមហ៊ុន Facebook ណាបាទយើងទៅ upload ចូលទៅឬក៏យើង screenshot ទៅបាទយើង screenshot បាទយើង screenshot ក៏បានដែរបងប្អូនអរគ្នា screenshot ទៅហើយកាត់តទៅបងប្អូនអរគ្នា upload ទៅហើយប៉ុន្តែបើសិនជា Facebook វាឲ្យ upload ជា file គឺយើង upload ជា PDF ទៅបាទយើង upload ជា PDF ក៏អត់អីដែរបាទចឹងបងប្អូនអរគ្នាត្រូវ upload ទាំងអស់ហ្នឹងណាឲ្យឃើញទិន្នន័យរបស់យើងណាបាទទិន្នន័យរបស់យើងឲ្យក្រុមហ៊ុន Facebook ហ្នឹងគឺបានមើលយើងចូលទៅទាំងអស់ហ្នឹងទៅ screenshot ឲ្យស្អាតទៅ upload ចូលទៅអាហ្នឹងគឺដឹងអូខេហើយបងប្អូនណាបាទដឹងថាអូខេសម្រាប់យើង verify ជាមួយនឹង Facebook បាទព្រោះអី PayPal គឺស្រួលមែនតើបាទហើយបើសិនជាបងប្អូនអរគ្នាចង់បានបង្កើតកង PayPal ទទួលពីក្រៅប្រទេសអញ្ចឹងបងប្អូនអរគ្នាអាចទាក់ទងមកខ្ញុំបាទបានដើម្បីបង្កើតបើសិនជាបងប្អូនអរគ្នាអត់ចេះបង្កើតអញ្ចឹងណាបាទដល់វីដេអូនេះគឺចប់តែប៉ុណ្ណេះបងប្អូនបាទសូមអរគុណច្រើន